ព្រះសាវត្ថៈហ្នឹងលោកមានអធិស្ឋានមកដោយសទ្ធាធឹកក្រាស់ដោយសទ្ធាដល់ពេលសោតាបត្តមៈកើតឡើងលោកមានឈ្មោះថាជាសទ្ធានុសារីបុគ្គលទៀតដល់ពេលសោតាបត្តផលឡើងទៅលោកជាសទ្ធាវិមុតតបុគ្គលចឹងទៅលោកជាកទៅតាមចំណូលអធិស្ឋានរបស់លោកចឹងទៅហើយព្រះមហាកោដ្ឋិតៈនោះលោកប្រព្រឹត្តទៅដោយសមថយានិកក្នុងការចម្រើននៅសមថៈបានសម្រេចរហូតដល់ទៅកាយសក្ខីបុគ្គលបាននៅចេតោវិមុតต์ហើយបាននៅបញ្ញាវិមុតต์រូបវិឈានហើយអរូបវិឈានទៀតទាំងកាយសក្ខីហ្នឹងដល់ទៅព្រះសិរីបុត្រលោកជាបញ្ញាវិមុតต์បុគ្គលដាប់ពធបកផ្លិតថ្វាយព្រះអង្គនៅសូករៈខាតាផ្លូវឡើងទៅកំពូលភ្នំកិច្ចកោតហ្នឹងនៅហ្នឹងព្រះអង្គសម្ដែងឲ្យក្មួយទីខៈអ្នកខៈព្រះពាជៈហ្នឹងបានសម្រេចព្រះអរហត្តផលទៅហើយទីខៈអ្នកខៈលោកបានសោតាបត្តផលហើយលោកជាបញ្ញាវិមុតតបុគ្គលហ្នឹងដោយសារទិដ្ឋិបត្តៈហ្នឹងគឺបានន័យថាដល់ដោយទិដ្ឋិក្នុងទីនេះគឺតួបញ្ញាដែលសម្មាទិដ្ឋិហើយខ្ញុំរំលឹកមកហ្នឹងគឺគ្រាន់តែចង់បញ្ជាក់ពីការផុតស្រឡះក្នុងចិត្តរបស់លោកនឹងអត់មានចិត្តទុកកង្វល់អីក្នុងអនាគតបំណងត្រូវការឲ្យជីវិតរបស់លោកនឹងយ៉ាងនេះក្នុងអនាគតអីវាអត់មានណាចឹងណាសេចក្តីត្រូវការប្រាថ្នាយ៉ាងណាក្នុងជីវិតនេះវាបាត់អស់ទៅអាសេចក្តីក្តៅក្រហាយការកវល់កវាយហ្នឹងនៅក្នុងធម្មចេតយៈសោតដែលខ្ញុំកណ្ដាលបាទរំលឹកខាងដើមបន្តិចហ្នឹងបាទបសេនតិកោសលហ្នឹងក៏ពោលទៅលើពួកលទ្ធិដតីអីដែលមិនមានការប្រព្រឹត្តបរិបត្តិដោយត្រឹមត្រូវវានៅក្នុងសភាពសៅមងហើយដល់ទៅឃើញពីកុសលក្នុងធម្មវិន័យនេះលោកមានឥន្ទ្រីថ្លាស្អាតផូរផង់មានការសង្រួមមើលទៅសភាពមិនមាននៅទុកកង្វល់ហើយបានលោកព្រះអង្គនឹកឃើញថាព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ដឹងដោយប្រពៃទ្រង់ត្រាស់សម្ដែងនៅព្រះធម៌ដ៏ល្អព្រះសង្ឃក៏មានការប្រព្រឹត្តបរិបត្តិដោយល្អនឹកជ្រះថ្លាក្នុងគុណបរតនត្រ័យណានៅក្នុងធម្មចេតយៈសោតនោះណារចតៃធោហ្នឹងសភាពនៃព្រះអរិយបុគ្គលដែលលោកមានជីវិតជាសុខដែលលោកមានចិត្តតែផុតអំពីចំណងក្នុងភពនេះពាក្យតែចំណងហ្នឹងគឺអ្វីដែលធ្វើឲ្យយើងជាប់ជំពាក់រាល់ថ្ងៃហ្នឹងហើយខ្វាយខ្វល់រវល់ទៅភ័យព្រួយហ្នឹងអាហ្នឹងហើយដែលជាការជាប់ចំណងនោះហើយលោករួចផុតពីកង្វល់គ្រប់យ៉ាងទាំងអស់ហើយយើងគ្រាន់តែនឹកមើលអញ្ចឹងទៅលោកមានសេចក្តីសុខយ៉ាងណាហើយការកង្វល់ទាំងអស់ហ្នឹងវាអត់ត្រឡប់មករកលោកវិញទេនឹងឲ្យលោកមកជាប់នៅក្នុងវដ្តសង្សារនេះតទៅទៀតអត់ទេដល់ពេលវេលាមានតែទៅលាព្រះរាមាពុភាមានតែទៅលាព្រះអង្គការដែលជួបព្រះអង្គលើកនេះជាការជួបចុងក្រោយព្រះសិរីបុត្រក៏ទៅលាព្រះមហាមុគលានព្រះនាងពិជាបតិកោតមីថេរីអីហ្នឹងមុននឹងព្រះនិព្វាននាងផុតទាកិច្ចាណារាហុលមេតាអីហ្នឹងក៏ទៅលាព្រះអង្គមិនបានឃើញព្រះអង្គតទៅទៀតទេការឃើញនេះជាការឃើញចុងក្រោយមិនបានវិលត្រឡប់មករកបញ្ហាក្នុងโลกនេះទៀតទេគឺថាជាការរួចផុតជាស្ថាពរណាហេណាំងបរាណាំងអ្នកវាំងណាត់ទៅសម្ភវាំងវិរតចិត្ត
តាយតកេភវស្មੰទេខេនពីជាអវិរលហេឆន្ទានិព្វានតធិរាយថាយំបតិបោកម្មចាស់នឹងអស់ហើយណាំងបារាណាំងនឹងអ្នកវាំងណត្តសម្ភវាំងកម្មថ្មីដែលសម្រាប់នាំទៅរកភពទៀតនោះក៏មិនមានដែរសេចក្តីរីករាយក្នុងចិត្តដែលប្រព្រឹត្តទៅនៅក្នុងភពនោះក៏អស់ទៅវិរតចិត្តតាយតកេភវស្មੰនោះព្រះខេណាស្រាប់នោះបានអស់ពូជដូចជាពូជនឹងលីងដុតកំឡោចខ្ទេចខ្ទីអញ្ចឹងទេខេនពីជាអវិរលហេឆន្ទាសេចក្តីចំណងពេញចិត្តចម្រើនឡើងក្នុងចិត្តយ៉ាងណានោះក៏លែងចម្រើនឡើងទាំងណាការចម្រើនដោះដាលឡើងនៅឆន្ទរាគៈហ្នឹងវាលែងកើតឡើងវាលែងចម្រើនឡើងក្នុងចិត្តនិព្វានតធិរាអ្នកប្រាជ្ញណាអ្នកប្រាជ្ញទាំងអស់គ្រប់អង្គហ្នឹងគ្រប់គ្នាហ្នឹងនិព្វានតរលត់យថាយំបតិបោដោយជាការរលត់ទៅនៃបតិភ្លើងដែលអុចបន្តរហូតមកយកពណ៌ព្រឹកហ្នឹងវាឆេះរហូតមកអញ្ចឹងវាត្រូវរលត់អស់ទៅអត់មានទៅតាំងនៅក្នុងទីណាណាដំណើរជីវិតនៃបខេណាស្រាប់រហូតមិនដឹងទីបំផុតខាងដើមពីត្រឹមណាមកដែលនៅជាបថុជននោះឥឡូវយើងមិននិយាយពីបថុជនមិននិយាយពីបខេណាស្រាប់ទេយើងនិយាយពីសង្ខារធម៌សតវិញវាបថុជនបខេណាស្រាប់ជាបុគ្គលបញ្ញត្តិណាឥឡូវយើងនិយាយពីសង្ខារធម៌សតដូចជាទៀនដែលឆេះជាប់តរហូតដែលមិនដឹងពីខាងដើមណាមកនោះស្រាប់តែមកដល់ពេលហ្នឹងវារលត់អស់ទៅគឺអស់ពីវដ្តសង្សារនេះណារលត់បាត់ចេញពីសកលចក្រវាលនេះអត់មាននៅក្នុងโลกនេះអត់មាននៅក្នុងโลกដទៃតាមរកទីនៅរបស់លោកមិនមានឡើយហ្នឹងដូចជាការរលត់ទៅនៃបតិបយថាយំបតិបោហ្នឹងនិយាយពីសង្ខារធម៌សតតែអត់និយាយពីបខេណាស្រាប់បរិនិព្វានអីទេអត់និយាយពីបញ្ញត្តិទេនិយាយពីបរមត្តអត់និយាយពីបថុជនទេគឺក្រសែនៃសង្សារវដ្តដែលធ្លាប់ឆេះរហូតមកដូចជាកំណួរភ្នក់ភ្លើងអាហ្នឹងបើយើងចង់និយាយទៅជាទុកមកឆេះរហូតមកដល់ពេលរលត់បាត់ដូចជាបតិបតែអុចពីប្រលប់រហូតដល់ទៅពេលចិត្តភ្លឺទៅក៏អស់ទៅរលត់បាត់ទៅអត់មានទៅតាំងនៅក្នុងទីណាអញ្ចឹងណានឹងដែលបានបញ្ញត្តិថាប្រខេណាស្រាប់នឹងបរិនិព្វានទៅហើយដូចជាប្រតិបដែលរលត់ទៅដូច្នោះណាហ្នឹងសភាពនៃការអស់ទៅនៃទុក្ខយ៉ាងនេះគឺជាសច្ចធម៌គឺថាទុក្ខនិរោធគឺនិរោធសច្ចៈជាសច្ចៈមានពិតហើយមិនមែនថាក្នុងព្រះសាសនានេះគិតពីរឿងដែលត្រូវរលត់ទៅនឹងតែប៉ុណ្ណឹងនោះឯណារឿងរលត់នឹងជាទិសដៅនៅក្នុងជីវិតនៃសត្វលោកនឹងឯងព្រោះថាជាការអស់ទៅនៃទុក្ខមានអ្នកណាចង់បានទុក្ខក្នុងជីវិតគ្រប់គ្នាទាំងអស់នោះទោះជាអ្នកមិនបានចូលមករាប់អានពុទ្ធសាសនាក៏ដោយមានអ្នកណាដែលចង់មានទុក្ខឲ្យខ្លួនឯងដូច្នេះព្រះនិព្វានហ្នឹងគឺជាការអស់ទុក្ខគឺជាការមិនមានទុក្ខហ្នឹងប៉ុន្តែដល់ទៅសត្វលោកយើងវានៅជាប់ជំពាក់នឹងសេចក្តីសប្បាយវានៅជាប់ដោយឆន្ទរាគៈរីករាយទៅក៏មិនអាចចូលចិត្តជ្រះថ្លាទៅនៅក្នុងទុក្ខនិរោធគឺព្រះនិព្វាននោះពីព្រោះវាមិនមាននៅអ្វីដែលជាសេចក្តីសប្បាយចឹងទេប៉ុន្តែទោះជាយ៉ាងណាក៏ដោយអារឿងហ្នឹងរឿងសត្វលោកយើងវាអត់ដឹងសត្វលោកយើងនឹងអត់ដឹងដោយខ្លួនឯងប៉ុន្តែការពិតគឺជាទីបំផុតទុក្ខ
ជាទិសដៅនៃសត្វលោកគ្រប់គ្នាទាំងអស់ហើយមុននឹងរំលត់ខណ្ឌចូលកាន់អនុបាទិសេសនិព្វានឬអនុបាទិព្រះនិព្វានហ្នឹងបានប្រព្រឹត្តនៅប្រយោជន៍ឲ្យដល់អ្នកដទៃហ្នឹងដែលយើងបានសរសេរមកហ្នឹងតែការបើព្រះអរហន្តធ្វើប្រយោជន៍របស់ខ្លួនស្រេចហើយក៏ជាបុគ្គលមានអត្តហេតុសម្បត្តិដល់ព្រមដោយបរិបូរណ៍នៅប្រយោជន៍ខ្លួនណាសេតតទៀតម្លោះហើយលោកមានតែបរៈតដ្ឋាគឺប្រយោជន៍អ្នកដទៃប៉ុណ្ណោះដែលត្រូវធ្វើម្លោះហើយលោកមានតែបរៈតដ្ឋាម្លោះហើយលោកមានតែបរៈតដ្ឋាគឺប្រយោជន៍អ្នកដទៃប៉ុណ្ណោះដែលត្រូវធ្វើខណ្ឌទាំងសេបន្តព្រះអរហន្តមានដំណើរជីវិតដែលនៅសល់នោះព្រះអរហន្តមានដំណើរជីវិតដែលនៅសល់នោះដោយបរហេតបរិបត្តិដោយបរហេតបរិបត្តិបើកវងកញ្ចក់បរិបត្តិដើម្បីប្រយោជន៍អ្នកដទៃបរិបត្តិដើម្បីប្រយោជន៍អ្នកដទៃបិទវងកញ្ចក់វិញខណ្ឌសេបន្តទៀតព្រះអរហន្តមានគុណលក្ខណៈព្រះអរហន្តមានគុណលក្ខណៈជាសព្វមិត្តជាសព្វមិត្តសពោជង្វោមិត្តតជាសព្វមិត្តព្រះអរហន្តមានគុណលក្ខណៈជាសព្វមិត្តសពោជង្វោមួសអ៊ីតជាងតសព្វៈណាសព្វពុទ្ធានុភាវេអ្នកនោះណាបើវងកញ្ចក់ជាមិត្តនឹងសត្វលោកទាំងអស់គ្នាជាមិត្តនឹងសត្វលោកទាំងអស់គ្នាបិទវងកញ្ចក់វិញឬសព្វភូតានុកម្មបកៈឬសព្វភូតានុកម្មបកៈសព្វៈអញ្ចឹងទៅហើយភូតាទៅភូស្រអូតសអាហើយនុនោសឧហើយកមួជើងបកចុច2នោះសព្វភូតានុកម្មបកៈសព្វភូតានុកម្មបកៈបើកវងកញ្ចក់ជាអ្នកអនុគ្រោះនៅប្រយោជន៍ឲ្យដល់សពសត្វជាអ្នកអនុគ្រោះនៅប្រយោជន៍ឲ្យដល់សពសត្វបិទវងកញ្ចក់ខណ្ឌចាប់ដើមបន្ទាត់ប្រយោជន៍ដែលអនុគ្រោះឲ្យដល់សពសត្វប្រយោជន៍ដែលអនុគ្រោះឲ្យដល់សពសត្វដកឃ្លាគឺជាខ្លឹមសារនៃជីវិត
ប្រយោជន៍ដែលអនុគ្រោះឲ្យដល់សព្វសត្វគឺជាខ្លឹមសារនៃជីវិតដកឃ្លាជាការចម្រើនខាងបញ្ញាជាការចម្រើនខាងបញ្ញាប្រយោជន៍ដែលអនុគ្រោះឲ្យដល់សព្វសត្វគឺជាខ្លឹមសារនៃជីវិតជាការចម្រើនខាងបញ្ញាឃ្លាបន្តិចព្រមដោយគុណធម៌ដទៃទៀតព្រមដោយគុណធម៌ដទៃទៀតដកឃ្លាដែលអាចដោះស្រាយបាននៅបញ្ហាក្នុងជីវិតព្រមដោយគុណធម៌ដទៃទៀតដែលអាចដោះស្រាយបាននៅបញ្ហាក្នុងជីវិតដែលអាចដោះស្រាយបាននៅបញ្ហាក្នុងជីវិតដកឃ្លាបានរួចផុតពីអំណាចនៃការគ្របសង្កត់បានរួចផុតពីអំណាចនៃការគ្របសង្កត់របស់អវិជ្ជាតណ្ហានិងឧបាទានបានរួចផុតពីអំណាចនៃការគ្របសង្កត់របស់អវិជ្ជាតណ្ហានិងឧបាទាននឹងខណ្ឌសេត្រូវហើយណាមិនមើលអីឡើងវិញទេស្មើមើលតិចសិននៅសេទៀតណាប៉ុន្តែមើលម្ដងសិនកាលបើព្រះអរហន្តធ្វើប្រយោជន៍ចាប់ពីថ្ងៃហ្នឹងចាប់ពីសេមិញមកណាកាលបើព្រះអរហន្តធ្វើប្រយោជន៍របស់ខ្លួនស្រេចហើយក៏ជាបុគ្គលមានអត្តហេតុសម្បត្តិដល់ព្រមដោយបរិបូរណ៍នៅប្រយោជន៍ខ្លួនម្ល៉េះហើយលោកមានតែបរតដ្ឋៈគឺប្រយោជន៍អ្នកដទៃប៉ុណ្ណោះដែលត្រូវធ្វើព្រះអរហន្តមានដំណើរជីវិតដែលនៅសល់នោះដោយបរហេតបរិបត្តិដើម្បីប្រយោជន៍អ្នកដទៃព្រះអរហន្តមានគុណលក្ខណៈជាសព្វមិត្តជាមិត្តនឹងសត្វលោកទាំងអស់គ្នាឬសព្វភូតានុកម្មបកៈជាអ្នកអនុគ្រោះនៅប្រយោជន៍ឲ្យដល់សព្វសត្វប្រយោជន៍ដែលអនុគ្រោះឲ្យដល់សព្វសត្វគឺជាខ្លឹមសារនៃជីវិតជាការចម្រើនខាងបញ្ញាព្រមដោយគុណធម៌ដទៃទៀតដែលអាចដោះស្រាយបាននៅបញ្ហាក្នុងជីវិតបានរួចផុតពីអំណាចនៃការគ្រប់សង្កត់របស់អវិជ្ជាតណ្ហានិងឧបាទានវិញប្រយោជន៍ដែលព្រះអង្គអនុគ្រោះឲ្យមិនមែនជាវត្ថុសម្ភារៈទេមែនទេណោះហើយមនុស្សយើងសពថ្ងៃបើនិយាយពីព្រះជួយអីបើនិយាយពីព្រះជួយប្រាប់កតុយលេខណាត្រូវវ័នធំចឹងជាដើមចឹងទៅឬក៏លុយកាក់អីផ្សេងចឹងទៅណាជាការទិញទឹកចិត្តរបស់គេហើយយើងក៏ទៅជាយល់ថាព្រះជួយហើយយើងគិតមើលទៅណាព្រះគឺព្រះឥឡូវថាព្រះគឺជាព្រះប៉ុន្តែនិយាយអំពីគឺណាទ្រព្យសម្បត្តិអីចឹងគឺជារឿងលទ្ធិសាសនាដែលគេត្រូវការបរិស័ទហើយយើងមើលអ្នកដែលឲ្យនឹងបាន
ទ្រព្យសម្បត្តិនឹងពីព្រះណាមកទាំងបើគេជួយក្នុងការសង្គ្រោះដើម្បីឲ្យរស់អានឹងគឺជាករណាគឺថាដោយសង្ឃហទានអានឹងវាជារឿងទានវាទូទៅធម្មតាទាំងណាតែបើក្នុងបំណងដែលគេប្រព្រឹត្តទៅដើម្បីផលប្រយោជន៍ដើម្បីបានគ្នាច្រើនដើម្បីផលប្រយោជន៍របស់គេអានឹងវាជារឿងមួយផ្សេងទៀតណាអានឹងតែទោះជាយ៉ាងណាក៏ដោយព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងពីរឿងការជួយការសង្គ្រោះណាការឲ្យទាននឹងប្រព្រឹត្តទៅនៅក្នុងសង្ឃហធម៌ប្រព្រឹត្តទៅក្នុងទានបារមីឧបបារមីបរមត្តបារមីអីទាំងអស់ណាក៏ប៉ុន្តែត្រង់ដែលព្រះអង្គទ្រង់សម្ដែងប្រាប់ទាំងអស់ហ្នឹងគឺប្រព្រឹត្តទៅជាធម្មទេសនាប្រព្រឹត្តទៅជាធម្មទានដើម្បីឲ្យសត្វលោកនឹងជួយខ្លួនឯងឲ្យសទ្ធាឲ្យសិលឲ្យសត្តៈចាគៈបញ្ញានឹងដុសដាលចម្រើនឡើងក្នុងចិត្តសន្តានទាំងចម្រើនតាមដូចដែលព្រះធម៌សម្ដែងមកអញ្ចឹងណាវេណបកុំពេយថាផោសតកេកិមហានមេសេបតមស្មង្កិមហេតថោប្រមាំងធម្មវរੰអតេសយិនិពេនកិមੰបរមੰហេតាយៈអីតាមព្រះពុទ្ធេរតនាំងបណៃតាំងគុំឈើក្នុងព្រៃដែលវាដុះលូតលាស់ខៀវខ្ចីស្អាតល្អណាស់ក្នុងខាងដើមនៃកិមហរដូវគឺរដូវក្តៅដែលនៅពេលធ្លាក់ទឹកកកនៅពេលជជែកខ្លាំងវាជ្រុះស្លឹកអស់ទៅដល់វាអន់តិចទៅចាប់ផ្ដើមរដូវក្តៅមកដល់ហ្នឹងនិយាយនៅជើងភ្នំហែមពៀនអីអញ្ចឹងទៅហើយបើអ្នកខាងអាមេរិកកាំងបារាំងកាណាដាអីហ្នឹងក៏អត់ឆ្ងល់ទេពាក្យហ្នឹងគេថាស្រុកខ្មែរយើងវាមានរដូវដែលឡែកផ្សេងទៅវាមិនមានតិចធ្លាក់ទឹកកកអីជ្រុះស្លឹកឈើអីតែប៉ុន្តែនៅព្រៃឯមកពៀនវាត្រូវធ្លាក់ទឹកកកមកតាមជើងភ្នំហ្នឹងតិចដូចឆ្នាំទៅនៅញូដេលី0ចឹងជាហើយស្លឹកឈើត្រូវក្រហមត្រូវជ្រុះប៉ុន្តែដល់វាអន់តិចទៅណាវាចាប់ផ្ដើមចូលរដូវក្តៅណាខែប្រមាណណាខែ3ខែ4អីហ្នឹងចឹងណាហ្នឹងផោសិតគេគឺប្រចាប់ដុះលូតលាស់ឲ្យស្លឹកខៀវខ្ចីហ្នឹងនៅគុំឈើក្នុងព្រៃហ្នឹងវាណាប់បកុំពេគេណាបកុំពេហ្នឹងគឺតែវាគុំឈើវាអ្នកក្នុងព្រៃវាដុះនៅខាងដើមនៃកិមហរដូវនៃរដូវក្តៅហ្នឹងយ៉ាងណាតថោប្រមាំងធម្មវរੰអតេសយិព្រះសម្មាសម្ពុទ្ធព្រះតថាគតព្រះអង្គទ្រង់ត្រាស់សម្ដែងនៅធម៌ដ៏ប្រសើរនិព្វានកិមੰគឺជាព្រះធម៌ដែលធ្វើឲ្យអ្នកទទួលយកព្រះធម៌នោះចូលដល់និព្វានចូលដល់និព្វានហ្នឹងគឺអីគឺចូលដល់ការរំលត់នៅតណ្ហាឧបាទានចូលដល់ការរំលត់ទុក្ខណានិព្វានកិមੰបរមੰហេតាយៈនេះគឺជាប្រយោជន៍ដ៏ឧត្តមប្រយោជន៍ដ៏ក្រៃលែងចឹងណានឹងដែលព្រះអង្គទ្រង់អនុគ្រោះនៅប្រយោជន៍ហើយសាវកសាវិកាប្រទេរៈប្រទេរីអីហ្នឹងក៏ប្រព្រឹត្តទៅដើម្បីអនុគ្រោះនៅប្រយោជន៍ដល់សពសត្វព្រោះប្រយោជន៍របស់លោកបានសម្រេចហើយបានដល់ព្រមហើយលោកអត់មានត្រូវការអ្វីពីក្នុងលោកនេះទេអត់ត្រូវការនរណាធ្វើប្រយោជន៍ឲ្យលោកទៀតទេគឺអត់មានទាំងអស់ណា
លោកមានតែប្រើប្រាស់ជីវិតដែលនៅសល់ហ្នឹងដើម្បីប្រយោជន៍អ្នកដទៃទៅប៉ុណ្ណោះទាំងដែលប្រយោជន៍នោះគឺជាខ្លឹមសារនៃជីវិតបានដល់ខាងចម្រើនខាងបញ្ញាទេណាគឺផ្នែកខាងគុណធម៌បញ្ញាស្មារតីគុណធម៌អ្វីផ្សេងទៀតដទៃដូចជាវិជ្ជាដែលប្រកបទៅដោយសទ្ធាវិរិយៈប្រកបទៅដោយឆន្ទៈប្រកបដោយការតាំងចិត្តមាំប្រកបដោយសតិដើម្បីកាត់នៅក្បាលគឺអវិជ្ជានោះអានឹងគុណធម៌ដែលវាចម្រើនឡើងអញ្ចឹងតាមរយៈនៃពធទេសនាហើយមិនបានពធទេសនានោះវានាំឲ្យចម្រើននៅគុណធម៌ទាំងអស់ហ្នឹងមកពីពធទេសនាប្រកាសសច្ចធម៌សច្ចធម៌នឹងស្អីគឺនាមរូបហ្នឹងណាសច្ចធម៌ហ្នឹងគឺនាមរូបហ្នឹងតាមសេចក្តីពិតហ្នឹងយើងមានធ្លាប់បានស្ដាប់ពីណាដល់យើងបានស្ដាប់ទៅបានយើងដឹងថាអូននាមរូបអត់ទាំងត្រូវការអីផងយើងខំតែហេតុទៅហប់រហូតមកមិនក៏មិនចូលឲ្យដល់នាមរូបគឺណាដើម្បីឲ្យវាអស់នៅអាសេចក្តីត្រូវការអស់នៅការភ័យខ្លាចតក់ស្លុតព្រួយបារម្ភខ្វាយខ្វល់រវល់គ្រប់រឿងហ្នឹងទៅវាមានយើងលំបាកទៅរត់ចូលក្នុងនាមរូបអ្នកដទៃអីគ្រប់គ្នាមាននាមរូបរៀងខ្លួនចូលឲ្យដល់នាមរូបនឹងខ្លួនឯងទៅដែលយើងសម្គាល់តែខ្លួនឯងតែមករហូតមកហ្នឹងបើអត់នាមរូបទេមានយើងឯណាវាមានយើងឯណាផ្សេងពីនាមរូបនឹងទៀតបើនាមរូបនឹងវាអត់ត្រូវការអីទេមិនក៏មិនចូលឲ្យដល់ហើយនៅយើងខ្វាយខ្វល់ឆ្ងល់នឹងធម៌ប្រព្រឹត្តបរិបត្តិដើម្បីឲ្យយើងបានអីអាហ្នឹងតែរឿងធម៌បរិបត្តិដែលវាបែកទៅជាការប្រព្រឹត្តដោយប្រការផ្សេងដោយការសាងឡើងនៅអត្តាតួខ្លួននេះឯងពីអវិជ្ជាម្ល៉េះហើយប្រឹងប្រែងរੂអ្វីឲ្យតួខ្លួនឯងដែលសាងឡើងដែលនិមិត្តឡើងនេះណានឹងកណាគុណចាស់គ្រប់ព្រះអង្គចឹងនិមន្តស្ដាប់ទៅឲ្យយល់ផ្ទាល់ខ្លួនប្រកណាគុណចាស់ហើយប្រាប់ថ្នាក់ព្រះម្ចារីប្រាប់ញាតិញោមពីព្រោះអានេះវាមិនមែនជារឿងដែលយើងប្រឌិតឡើងយើងបង្កើតឡើងនៅធម៌ទាំងអស់ហ្នឹងទេសច្ចធម៌ដែលព្រះអង្គសម្ដែងមកកាលណាបើយល់ពីសច្ចធម៌ហ្នឹងហើយសេចក្តីសង្ស័យក្នុងធម៌បរិបត្តិវាអត់មានទោះជានៅជាបាសកបាសិកានៅជាកុមារាកុមារីអាយុមិនតាន់10ឆ្នាំក៏ដោយឲ្យសង្ស័យទៅក្នុងធម៌បរិបត្តិគឺលែងមានមកអំពីវាអត់មានជារឿងដើម្បីបរិបត្តិឲ្យខ្លួនឯងបានស្អីនោះរឿងដែលនៅសង្ស័យក្នុងធម៌បរិបត្តិគឺអវិជ្ជានឹងវាសាងសកាយតិដ្ឋិមកដល់ទៅមានខ្លួនអញ្ចឹងវាត្រូវបរិបត្តិដើម្បីឲ្យខ្លួនបានអីវាដូចជានៅក្នុងរឿងត្រូវការប្រាថ្នាអ្វីទាំងឡាយទាំងពួងឲ្យទូខ្លួននេះដល់ទៅរឿងក្នុងការបរិបត្តិត្រូវការដូចគ្នាដើម្បីឲ្យខ្លួនឯងបានយ៉ាងនេះដើម្បីឲ្យខ្លួនឯងបានយ៉ាងនោះដល់យើងមកស្ដាប់ធម៌ព្រះទៅព្រះអង្គបើកសម្ដែងថារូបធម៌នាមធម៌ហ្នឹងជាផលនៃបច្ច័យវាអត់មានខ្លួនឯងត្រូវការចាំបាច់បានស្អីទេជីវិតរបស់យើងនឹងគ្រប់គ្នានឹងវាអញ្ចឹងជីវិតសត្វលោកនឹងវាអញ្ចឹងដូច្នេះត្រូវតែចូលឲ្យដល់ហើយការចូលដល់នេះអានេះបានបង្កើតទៅជាការប្រព្រឹត្តបរិបត្តិដោយសិលដោយសមាធិដោយបញ្ញាដើម្បីចូលមកឲ្យដល់នាមរូបនឹងឯងវាមានយើងឆ្ងល់ទៅទៀតវានៅតែការអប់រំចម្រើនទៅសេចក្តីស្ងប់ពីអីក៏ស្ងប់ទៅគុណព្រះពុទ្ធនឹកឃើញក៏ស្ងប់ទៅគុណពធនឹកឃើញក៏ស្ងប់ទៅគុណប្រសង្ឃនឹកឃើញក៏ស្ងប់ទៅឲ្យទានរួចហើយនឹកឃើញក៏ស្ងប់ទៅវាមានចាំបាច់ត្រូវថាត្រូវទៅធ្វើស្ងប់នឹងយ៉ាងម៉េចទេណាអានឹងជាប្រកដីដែលវាត្រូវកើតឡើងនៅសេចក្តីស្ងប់មិនមែនធ្វើសេចក្តីស្ងប់ដើម្បីឲ្យខ្លួនឯងបានទេប៉ុន្តែសេចក្តីស្ងប់មកពីយល់ការពិតតាមព្រះធម៌ដែលព្រះអង្គសម្ដែងមកនេះព្រោះកាលណាបើជាក់ច្បាស់ទៅនៅក្នុងធម៌តាមដូចតែព្រះអង្គសម្ដែងមកវាត្រូវតែស្ងប់អញ្ចឹងហើយទៅសម្លាប់គេទៅលួចប្លន់ទ្រព្យគេធ្វើខុសក្នុងការមេនិយាយកុហកបរិភោគទឹកសវឹងនឹងធ្វើអីដើម្បីស្អីពីព្រោះអាស្អីទាំងអស់ហ្នឹងវាកើតមកពីសកាយតិដ្ឋិទេណាវាកើតមកពីសកាយតិដ្ឋិដែលវានាំឲ្យទៅទ្រុសិលដោយប្រការផ្សេងណាសម្រាប់សត្វព្រឹត្តបញ្ញវេរានោះណាហើយដល់វាអត់មានខ្លួនឯងដើម្បីអីហើយវាអត់មានទៅធ្វើស្អីអញ្ចឹងដើម្បីខ្លួនឯងទេវាអត់ទៅខ្វល់វាអត់ទៅរវល់ក្តៅក្រហាយបៀតអ្នករតីដើម្បីខ្លួនឯងនោះគំនិតគិតឲ្យខ្លួនឯង
វាអត់មានទេណាគំនិតគិតដើម្បីខ្លួនឯងយ៉ាងម៉េចយ៉ាងម៉េចមួយហើយឲ្យគេងាប់ឲ្យគេស្លាប់អស់ទៅនោះឲ្យដើម្បីថាឲ្យខ្លួនឯងវាសុបាយដើម្បីខ្លួនឯងបាននេះបាននោះវាអត់មានវាលែងកើតមានហើយតើនៅទ្រុសិលដើម្បីទៅទៀតទេសិលវាកើតឡើងទៅចម្រើនឡើងចឹងទៅណារួចទៅសេចក្តីស្ងប់រាល់ពេលដែលនឹកគុណពុទ្ធធម៌ប្រសង្ឃរាល់ពេលដែលធ្វើទានហើយសំបីសិលដែលមានហើយហ្នឹងដែលមិនបៀតបៀនសពសัพហ្នឹងក៏វាជាអារម្មណ៍នាំមកនៅសេចក្តីស្ងប់ធ្វើអ្វីបូជាដល់ពុទ្ធទាំងអមិសៈបូជាទាំងបច្ច័យ4ទាំងស្អីហ្នឹងក៏អត់មានត្រូវការប្រាថ្នាអីពីផលទាំងអស់ហ្នឹងធ្វើហ្នឹងគឺធ្វើបូជាគុណតបស្នងសងគុណព្រះសាសនាបូជាតបស្នងសងគុណបរតនត្រ័យវាមានដើម្បីខ្លួនឯងអីទៀតណាបើនាមរូបហ្នឹងវាអត់ត្រូវការអីហ្នឹងណាទ្រព្យសម្បត្តិនៅក្នុងការបញ្ញត្តិវិសាខាទ្រព្យសម្បត្តិសម្បើមជាសិទ្ធិអនាថបិណកៈអីជាសិទ្ធិអីទាំងអស់ហ្នឹងវានៅក្នុងការសន្មតរបស់លោកមានធ្វើអីក្រៅពីការទំនុកបំរុងព្រះសាសនាពុទ្ធហង្សរណង្កច្ចហាមិតហម្មំសរណង្កច្ចហាមិសង្ឃហង្សរណង្កច្ចហាមិសូមអនុមោទនារងចាំស្ដាប់ព្រះធម៌ជាបន្តការស្ដាប់ព្រះធម៌ដោយល្អរមែងបាននៅបញ្ញាអត្តហានោអរហតាំងតហម្មំនិព្វានបត្តិយាសោសោសង្ឃលពតេបញ្ញੰអបមត្តោវិចក្ខណោសូមអនុមោទនាស្ដាប់ដូចតទៅរលឹករឿយទៀតរលឹកអីរលឹករូបក៏រលឹកទៅស្រេចតែសតិវាត្រូវកើតឡើងពិចារណាទៅនៅក្នុងរូបធម៌ហ្នឹងក្នុងកាយហ្នឹងដែលប្រកបដោយមហាភូតរូបហ្នឹងឬក៏រលឹកទៅក្នុងនាមធម៌វិញ្ញាណដែលដឹងនៅអារម្មណ៍ដែលកើតឡើងហ្នឹងសភាពនៃការសោយអារម្មណ៍គ្រប់យ៉ាងហ្នឹងវាមានត្រូវការអីសោយអារម្មណ៍ហ្នឹងនោះដូចជាឆ្នាំងដែលស្មូនឆ្នាំងដុតអញ្ចឹងនៅក្នុងឡហើយដល់ទៅចាប់យកមួយមកព្រោះណាយកអីចាប់ចេញពីក្នុងឡហ្នឹងមកយកមកដាក់នៅនឹងកណ្ដាលវាលទៅហើយដល់ពេលវាត្រជាក់ទៅណាដល់វាត្រជាក់ទៅអាកម្ដៅហ្នឹងវាបាត់ទៅឆ្នាំងហ្នឹងវាទៅជាត្រជាក់ណាកម្ដៅហ្នឹងវាទៅណាទៅណាហ្នឹងព្រះសម្មាសម្ពុទ្ធសម្ដែងពធរឿយលើកយកមកបញ្ជាក់អំពីការសោយអារម្មណ៍ដែលមានកាយជាទីបំផុតការសោយអារម្មណ៍ដែលមានចិត្តជាទីបំផុតជីវិតដែលប្រព្រឹត្តទៅដោយវេទនាដែលសោយអារម្មណ៍នេះដែលមានអារម្មណ៍សម្រាប់សោយនេះតួវេទនានេះវេទយិតធัวនេះវាទៅជាត្រជាក់វាទៅជាត្រជាក់ធ្វើការកិរិយារលត់ទៅនៅតែសរីរៈនៅតែសាកសពវេទនាត្រជាក់នេះគឺសំដែងពីការរលត់ទៅនៅសង្ខារទាំងជាការបែកធ្លាយទៅនៃខណ្ឌការបរិនិព្វានរបស់បឋីណាស្របនេះគឺជាការបែកធ្លាយទៅនៃសង្ខារជាការអស់ទៅនៃខណ្ឌជាការអស់ទៅនៃទុក្ខយថាយំបតិបោដូចជាប្រទីបដែលរលត់ទៅដូច្នេះវេទនាដែលសោយអារម្មណ៍ជាប្រកដីនេះការសោយអារម្មណ៍នេះតើយើងគិតថាជាយើងអ្នកសោយយ៉ាងម៉េចទៅហ្នឹងសតិដែលត្រូវរលឹកតើវេទនាហ្នឹងត្រូវការអីប្រកដីរាល់ថ្ងៃហ្នឹងរលឹករឿយចឹងទៀតបើរលឹកដល់សញ្ញាមានសញ្ញាប្រកបឲ្យរលឹកក៏រលឹកក៏ដឹងក៏ឃើញទៅធัวទាំងអស់ហ្នឹងធัวទាំងអស់ហ្នឹងវាប្រកបឡើងជាអារម្មណ៍នៃសតិណាវាអត់មែនដើម្បីឲ្យខ្លួននឹងបានស្អីទេតែធัวទាំងអស់ដែលមិនមែនខ្លួននឹងវាជាតែប្រកបឡើងហៅថាមជ្ឈិមបដិបទាណាហៅថាបរិបត្តិជាផ្លូវកណ្ដាលហៅថាជាការចម្រើននៅពោធិបក្ខយធัวហៅថាជាធัวបរិបត្តិប្រព្រឹត្តទៅដើម្បីទុក្ខនិរោធណាព្រោះសភាពនៃរូបធម៌និងនាមធម៌ដែលសម្រាប់រំលត់នៅកិលេសនៅពេលដែលចូលដល់ហ្នឹងវាប្រកបឡើងរាល់ថ្ងៃហ្នឹងអត់មែនដើម្បីខ្លួនទេតែសភាវៈហ្នឹងវាប្រកបឡើងតែព្រោះបាន
ពូជពីការស្ដាប់ព្រះធម៌នឹងមកបើគុំតែព្រះអង្គសម្ដែងប្រាប់ពីការពិតនឹងតើធ្វើម៉េចសតិនឹងវាចម្រើនឡើងធ្វើម៉េចបញ្ញានឹងវាដុះដាលឡើងដូច្នេះប្រគុណរបស់ព្រះអង្គនឹងល្មមគ្រប់គ្រាន់ត្រឹមតែអវាទដែលព្រះអង្គសម្ដែងមកនឹងវាលឹះលុបក្រៃលែងហើយរហូតដល់ឲ្យយើងឃើញព្រះសម្មាសម្ពុទ្ធណាគឺការត្រាស់ដឹងនៅសច្ចធម៌ហ្នឹងគឺការរំលត់នៅកិលេសហ្នឹងដោយការត្រាស់ដឹងហ្នឹងវាប្រកបឡើងដល់អ្នកដែលអប់រំចម្រើនគ្រប់គ្នាទាំងអស់ដែលបានស្គាល់ព្រះសម្មាសម្ពុទ្ធដោយខ្លួនឯងឃើញព្រះពុទ្ធដោយខ្លួនឯងណាព្រោះពុទ្ធៈដោយភាវៈចឹងដែលយើងហៅព្រះសម្មាសម្ពុទ្ធក៏ពុទ្ធៈដោយភាវៈដែរព្រះសម្មាសម្ពុទ្ធជាបុគ្គលបញ្ញត្តិទេតែពុទ្ធៈដោយភាវៈគឺការដឹងនៅសច្ចធម៌នឹងឯងហើយការដឹងនៅសច្ចធម៌នឹងដែលវាកើតឡើងនៅក្នុងសាវកណានឹងឯងគឺពុទ្ធៈនោះវាគ្រាន់តែយើងបញ្ញត្តិថានោះពុទ្ធអញ្ចឹងទៅយើងបញ្ញត្តិក៏ព្រះអង្គបរិនិព្វានទៅហ្នឹងគឺជាបុគ្គលដោយឡែកទៅយើងជាសាវកជាបរិស័ទដោយឡែកទៅធ្វើម៉េចព្រះសម្មាសម្ពុទ្ធមកនៅជាមួយយើងដល់ព្រះអង្គជាពុទ្ធយើងជាសាវកនោះអាហ្នឹងគឺជាបុគ្គលបញ្ញត្តិតែដល់ទៅពុទ្ធៈដោយភាវៈមិនមែនជាព្រះពុទ្ធគឺណាមិនមែនជាព្រះបច្ចេកពុទ្ធមិនមែនជាអរិយសាវកពុទ្ធណាទេដោយបរមត្តពុទ្ធៈដោយភាវៈគឺការចូលទៅដឹងការពិតនឹងឯងហើយការចូលទៅដឹងការពិតនឹងនៅឯណាក៏ជាពុទ្ធៈដោយភាវៈនៅឯណាក៏ជាពុទ្ធៈដោយភាវៈនៅក្នុងពុទ្ធគ្រាន់តែបញ្ញត្តិថាព្រះអង្គជាព្រះសម្មាសម្ពុទ្ធទៅនៅក្នុងព្រះវិជ័យកពុទ្ធនៅក្នុងព្រះសិរីបុត្រនៅក្នុងប្រមោគលាននៅក្នុងព្រះអានន្ទនៅក្នុងព្រះមហាកស្សបៈក៏គឺពុទ្ធៈដោយភាវៈនឹងឯងនឹងគឺព្រះសម្មាសម្ពុទ្ធដែលព្រះអង្គសម្ដែងថាអ្នកដែលឃើញធម៌គឺឃើញតថាគតគឺឃើញពុទ្ធៈដោយភាវៈហ្នឹងណាចឹងសភាវៈដែលត្រាស់ដឹងនៅសច្ចៈហ្នឹងសភាវៈដែលចូលដល់រូបធម៌និងនាមធម៌ហើយរំលត់នៅកិលេសរំលត់នៅសេចក្តីក្តៅក្រហាយរំលត់នៅសភាពដែលជាទុក្ខកង្វល់ទាំងអស់ហ្នឹងព្រោះចូលដល់សច្ចៈហ្នឹងដែលមិនចាំបាច់ត្រូវការអ្វីទាំងអស់នោះត្រូវរំលត់កិលេសដោយខ្លួនឯងហ្នឹងគឺដោយពុទ្ធៈដោយភាវៈនឹងឯងដែលកើតឡើងរួមជាពោធិបត្តយធម៌នឹងឯងនឹងយល់តែញាតិញោមយល់ស្ដាប់យល់ថាឃើញធម៌គឺឃើញព្រះពុទ្ធដែរពីព្រោះដែលយើងនិយាយជាបុគ្គលបញ្ញត្តិណាហើយកាលណាបើយើងមិនទាន់ស្ងប់រងាប់សកាយតិដ្ឋិទេយើងឃើញព្រះពុទ្ធផ្សេងយើងផ្សេងតែយើងនឹងបានជួបព្រះពុទ្ធយ៉ាងម៉េចដល់ព្រះអង្គបរិនិព្វានទៅហើយអញ្ចឹងណាប៉ុន្តែដល់តែយើងយល់ពីបញ្ញត្តិហ្នឹងទេដែលបញ្ញត្តិមានជំរឿនមិនងាយយល់នោះហើយដល់ទៅបរិបត្តិធัวហ្នឹងចម្រើនឡើងទៅយើងដឹងអំពីបញ្ញត្តិហ្នឹងអញ្ចឹងទៅបញ្ញត្តិយ៉ាងម៉េចវាអត់មានជាសភាវៈអីទេដូច្នេះពុទ្ធនៅត្រង់កន្លែងណាគឺការចូលទៅដឹងសច្ចធម៌យល់ទេពុទ្ធគឺនៅត្រង់ដែលចូលទៅដឹងសច្ចធម៌ស្ដាប់បានទេណាហើយតែចូលទៅដឹងសច្ចធម៌ហ្នឹងគឺស្អីមិនគឺបញ្ញាដែលជាបឋមប្រធានក្នុងពោធិបត្តយធម៌ណាហើយបើបញ្ញាហ្នឹងដែលចម្រើនឡើងនៅក្នុងយើងទាំងអស់គ្នាហ្នឹងបានទៅជាពោធិបត្តយធម៌ចូលទៅដឹងការពិតហ្នឹងឃើញព្រះពុទ្ធឬមិនឃើញទេព្រោះព្រះពុទ្ធជាបញ្ញត្តិទេណាយល់ហើយនៅណាហើយដល់ទៅភាវៈដែលដឹងនៅសច្ចធម៌ហ្នឹងកើតឡើងនៅក្នុងអ្នកណាគឺអ្នកហ្នឹងឯងដែលឃើញព្រះពុទ្ធនោះព្រះពុទ្ធគឺអញ្ចឹងឯងចឹងគឺត្រាស់ដឹងនៅសច្ចធម៌ហ្នឹងឯងព្រោះគ្រាន់តែយើងបញ្ញត្តិថាជាពុទ្ធបរិស័ទជាសាវករបស់ព្រះអង្គអីចឹងទៅប៉ុន្តែតួសភាវៈគឺមិនមែនជាសត្វមិនមែនជាបុគ្គលមិនមែនជាពុទ្ធមិនមែនព្រះវិជ័យកពុទ្ធមិនមែនព្រះអរហន្តព្រះសិរីបុត្រប្រមោគលានណាទាំងអស់គឺពុទ្ធៈដោយភាវៈដែលកើតឡើងក្នុងពុទ្ធបញ្ញត្តិថាព្រះអង្គជាពុទ្ធទៅតាក់ទងនឹងរូបកាយមហាបរិស័កលក្ខណៈអីផ្សេងទៀតសពគ្រប់ទាំងអស់ចឹងទៅគឺជាបុគ្គលបញ្ញត្តិទៅប៉ុន្តែតួត្រាស់ដឹងនៅសច្ចធម៌មិនមែនរូបកាយទេមិនមែនមហាបរិស័កលក្ខណៈ32ប្រការអនុជញ្ញនៈអីទាំងអស់ហ្នឹងទេណាដូច្នេះដែលព្រះអង្គបរិនិព្វានទៅណាគឺបរិនិព្វានអីបរិនិព្វានរូបកាយឬក៏បរិនិព្វានដោយពុទ្ធគឺពុទ្ធៈដោយសភាវៈគឺដោយរូបកាយមិនអញ្ចឹងទេណាដោយរូបកាយពិតទៅអញ្ចឹងតែហ្មងចឹងហើយព្រះពុទ្ធនៅណាអ្នកណាក៏បានចឹងអ្នកណាក៏បានដែលជាអ្នកបានទទួលយកព្រះធម៌ពីព្រះអង្គមកនេះ
ដែលព្រះអង្គទ្រង់ត្រាស់សម្ដែងប្រព្រឹត្តទៅដើម្បីជាប្រយោជន៍ទៅយ៉ាងក្រៃលែងគឺទទួលយកព្រះធម៌នឹងមកហើយបានយល់ដឹងអំពីអ្វីដែលត្រូវកំណត់ដឹងនោះគឺជាធម្មនិយមគឺជាច្បាប់របស់ធម៌ជាបរមត្តធម៌ជាសច្ចៈបានទទួលយកព្រះធម៌មកយល់ពីអ្វីដែលត្រូវកំណត់ដឹងនឹងឯងវាមានពូជដែលត្រូវចម្រើនឡើងដោយសទ្ធាគឺវាមានពូជដែលត្រូវចម្រើនឡើងដោយសេចក្តីស្ងប់ចិត្តវាមានពូជដែលត្រូវចម្រើនឡើងដោយសតិដោយបញ្ញាសិតតែជាពូជពុទ្ធទេដែលត្រូវចម្រើនឡើងហ្នឹងគឺព្រះអង្គទ្រង់សម្ដែងព្រះធម៌ហ្នឹងគឺសាព្រោះនៅពុទ្ធៈដោយភាវៈចូលក្នុងសត្វលោកទាំងអស់ដែលមានឧបនិស្ស័យទីបំផុតព្រះអង្គបរិនិព្វានទៅតែរូបកាយពុទ្ធៈដោយភាវៈព្រះអង្គទ្រង់បានសាព្រោះដោយព្រះធម៌ទេសនាដែលព្រះអង្គទ្រង់សម្ដែង45ព្រះវស្សាកើតមានគ្រប់សពសត្វទាំងអស់ពុទ្ធៈនឹងឯងគឺព្រះអង្គនៅជាមួយនឹងសត្វលោកដែលជាអ្នកមានការចម្រើនឡើងដោយពោធិបក្ខយធម៌នឹងឯងគឺជាអ្នកឃើញព្រះសម្មាសម្ពុទ្ធយល់ទេឃើញធម៌គឺឃើញព្រះពុទ្ធណាយល់ទេឃើញធម៌ហ្នឹងគឺឃើញសច្ចធម៌ទៀតគឺឃើញបដិច្ចសមុប្បាទធម៌ហ្នឹងព្រះសិរីបុត្រសម្ដែងចឹងសម្ដែងហ្នឹងគឺព្រះសិរីបុត្រលើកយកពាក្យព្រះពុទ្ធមកថាទៀតណាយោបដិច្ចសមុប្បាទាំងបស្សតិសោធម្មំបស្សតិបុគ្គលណាឃើញបដិច្ចសមុប្បាទធម៌បុគ្គលនោះឃើញធម៌យោធម្មំបស្សតិសោបដិច្ចសមុប្បាទាំងបស្សតិអ្នកណាឃើញនៅធម៌គឺឃើញបដិច្ចសមុប្បាទធម៌ហ្នឹងដែលឃើញធម៌គឺឃើញបដិច្ចសមុប្បាទធម៌ហ្នឹងណាហើយយោធម្មំបស្សតិសោមំបស្សតិអ្នកណាឃើញធម៌គឺឃើញតថាគតពីព្រោះពុទ្ធៈដោយភាវៈនឹងឯងញាតិញោមស្ដាប់ឲ្យយល់ចឹងថាដែលថាជាពុទ្ធហ្នឹងគឺបុគ្គលបញ្ញត្តិទេតែស្អីដែលបានបញ្ញត្តិថាជាពុទ្ធហ្នឹងគឺសភាវៈដែលដឹងនៅសច្ចធម៌នឹងឯងដូច្នេះដែលយើងធ្លាប់និយាយថាព្រះអរិយបុគ្គលឃើញសច្ចធម៌ហ្នឹងយើងនិយាយដោយបញ្ញត្តិទេប៉ុន្តែស្អីដែលឃើញហ្នឹងស្អីដែលឃើញសច្ចធម៌ហ្នឹងវាមិនមែនជាបុគ្គលនេះមិនមែនជាបុគ្គលនោះទេគឺជាសភាវៈដែលឃើញធម៌នឹងគឺពុទ្ធៈទាំងទោះជានៅក្នុងពុទ្ធក៏តែសភាវៈប៉ុណ្ណឹងនៅក្នុងព្រះវិជ័យកពុទ្ធក្នុងព្រះសិរីបុត្រប្រមោគលានក្នុងព្រះអនន្តព្រះមហាកស្សបៈក៏តែសភាវៈប៉ុណ្ណឹងដែរដូច្នេះគ្រប់ព្រះអរិយបុគ្គលទាំងអស់គឺឃើញនៅពុទ្ធៈណាពីព្រោះបានកំចាត់បងនៅបញ្ញត្តិទៅគឺឃើញពុទ្ធៈនឹងឯងណានឹងសូមកណ្ណាពុញ្ចាស់ញាតិញោមសិប្រុសទាំងអស់យល់ទាំងយល់ព្រះធម៌ដែលព្រះអង្គទ្រង់ត្រាស់សម្ដែងតាមរយៈនៃការប្រព្រឹត្តបរិបត្តិឥឡូវយើងអស់ម៉ោងសរសេរហ្នឹងមិនថានៅម៉ោងនៅអស់យើងចាំសរសេរថ្ងៃស្អែកបន្តទៀតណាថ្ងៃសៅរ៍100ចឹងសូមកណ្ណាគុណចាស់ញាតិញោមសិស្សប្រុសទាំងអស់បានចម្រើននៅក្នុងប្រាជ្ញាស្មារតីទៀតណាកាត់នៅភ័យកាត់ទុកកាត់កង្វល់កាត់រឿងប្រកែប្រកាន់ខ្លួនឯងកំណាញ់ចំណែនការទ្រុះសិលដែលជាមន្ទិលសៅមងចេញឲ្យអដើម្បីចូលទៅថ្វាយបង្គំព្រះសម្មាសម្ពុទ្ធហើយរីករាយនៅក្នុងអរិយធម៌ទៀតសូមអនុមោទនាប៉ុណ្ណាទៀតដែលយើងបានសិក្សាពធតទៅទៀតសូមនមស្ការថ្វាយបង្គំប្រជុំ3នៃបត្រៃរតន៍ដែលជារតនៈដ៏ឧត្តមឧត្តមប្រសើរគង់ពោះលើសលោសូមនមស្ការថ្វាយបង្គំសម្ដេចព្រះសង្ឃរាជថ្វាយបង្គំកណាគុណចាស់ព្រះអង្គដោយសេចក្តីគោរពកោតក្រែងចំពោះគុណធម៌មានសីលគុណជាដើមដែលបានចម្រើនឡើងនៅក្នុងបតីកណាគុណចាស់ដែលប្រព្រឹត្តទៅជាប្រយោជន៍ដល់ការរួចផុតចាកទុក្ខផងជាប្រយោជន៍អនុគ្រោះដល់ពុទ្ធជនក្នុងការត្រួតត្រងនៅព្រះសាសនាផងប៉ុន្តែបុណ្យកុសលរបស់ញាតិញោមស្រីប្រុសទាំងអស់គ្នាផងក៏សូមឲ្យបុណ្យកុសលមានការចម្រើនលូតលាស់រហូតដល់
បានសម្រេចជាលោកតរៈកុសលនឹងបានដល់នៅព្រះនិព្វានជាក់ច្បាស់នៅក្នុងបរមសុខនោះហើយផុតរបូតរួចអំពីការមិនចេះមិនដឹងកំចាត់បងនៅសេចក្តីល្ងងនិងការភ័យខ្លាចតក់ស្លុតដោយប្រការទាំងពួងគណៈយើងយកសិភើមកសរសេរទៅណាចាប់ដើមមិនតន់មើលម្សិលមិញសិនណាមិញតើបានមើលដល់អានហើយតើធ្វើមិញអានស្ទៀងហើយណានឹងសេបន្តភាវៈនៃបញ្ញាភាវៈនៃបញ្ញាដកឃ្លាភាវៈនៃចិត្តភាវៈនៃបញ្ញាភាវៈនៃចិត្តឃ្លាទៀតនិងភាវៈខាងការប្រព្រឹត្តនិងភាវៈខាងការប្រព្រឹត្តឬដំណើរជីវិតឬដំណើរជីវិតដកឃ្លានៃអ្នកដែលបានសម្រេចនៅព្រះនិព្វាននៃអ្នកដែលបានសម្រេចនៅព្រះនិព្វានដកឃ្លាដូចដែលបានពោលមកហើយដូចដែលបានពោលមកហើយណាដូចដែលបានពោលមកហើយឃ្លារួមនៅក្នុងចំណុចទាំង3រួមនៅក្នុងចំណុចទាំង3រួមនៅក្នុងចំណុចទាំង3គឺ1បញ្ញាដែលហៅថាវិជ្ជា1ដែលហៅថា1បញ្ញាដែលហៅថាវិជ្ជាសេតទៀតណាដកឃ្លាទៅ2ណាមួយហ្នឹងគូសបន្តិចទៅពីរគូសបន្តិចទៅណាពីរការរួចផុតជាឥស្សរៈការរួចផុតជាឥស្សរៈដែលហៅថាវិមុតតិណាវិមុតតិដែលហៅថាវិមុតតិដកឃ្លាលេខ3ទៅគូសបន្តិចទៀតទៅករុណាដែលជាកម្លាំងក្នុងការផ្សាយនៅប្រាជ្ញាញាណចេញទៅក្នុងការផ្សាយនៅប្រាជ្ញាញាណចេញទៅក្នុងការផ្សាយនៅប្រាជ្ញាញាណចេញទៅ
ដកឃ្លាធ្វើឲ្យអ្នកដតីធ្វើឲ្យអ្នកដតីធ្វើឲ្យអ្នកដតីបាននៅវិជ្ជាបាននៅវិជ្ជានឹងដល់នៅវិមុតផងនឹងដល់នៅវិមុតតេវោសិមោស្រៈឧតចន្តសេផងដែរណាផងដែរខណ្ឌទៅណាណាខណ្ឌទៀងមកវិញឲ្យសរសេរមិញទៀងបន្តិចឲ្យចាំគូសពីក្រោមភាវៈនៃបញ្ញាភាវៈនៃចិត្តនិងភាវៈខាងការប្រព្រឹត្តឬដំណើរជីវិតនៃអ្នកដែលបានសម្រេចនៅព្រះនិព្វានដោយដែលបានពោលមកហើយរួមនៅក្នុងចំណុចទាំង3គឺ1បញ្ញាដែលហៅថាវិជ្ជានៅគូសពីក្រោមវិជ្ជាមួយទៀតគូសក្រហមណា2ការរួចផុតជាឥស្សរៈដែលហៅថាវិមុតតេគូសពីក្រោមវិមុតតេមួយទៀតវោសិមោស្រៈតជើងតសអិណា3ករុណាគូសពីក្រោមករុណានឹងមួយទៀតបើយើងងាយចំណាំមាន3ហ្នឹងសំខាន់ណាករុណាដែលជាកម្លាំងក្នុងការផ្សាយនៅប្រាជ្ញាញាណចេញទៅធ្វើឲ្យអ្នកដតីបាននៅវិជ្ជានិងដល់នៅវិមុតតេផងដែរណាហ្នឹងជាការប្រមូលសរុបដែលយើងបានសិក្សាអំពីភាវៈនៃអ្នកដែលបានសម្រេចនៅព្រះនិព្វានហ្នឹងគឺថាភាវៈនៃបញ្ញាភាវៈនៃចិត្តយើងបានសរសេរអស់ហើយណានិងភាវៈខាងការប្រព្រឹត្តឬដំណើរជីវិតហ្នឹងក៏យើងបានសរសេរហើយ3ចំណុចហ្នឹងណាដូច្នេះគឺយើងប្រមូលសរុបមកវានៅក្នុងលេខថា1គឺវិជ្ជាហ្នឹងដែលជាតួបញ្ញាមានការចម្រើនឡើងនៅបញ្ញាហ្នឹងយ៉ាងណានៅក្នុងបុគ្គលដែលបានដល់នៅព្រះនិព្វាននោះរួចទៅវិមុតតេជាផ្នែកខាងចិត្តណាគឺភាវៈនៃចិត្តព្រោះភាវៈវាមាននៃបញ្ញាឬក៏ភាវៈខាងបញ្ញាផ្នែកខាងបញ្ញាហ្នឹងអាហ្នឹងហៅថាវិជ្ជាប្រើជំនួសគ្នាទៀតវិជ្ជាក្នុងនេះគឺបញ្ញាដែលចម្រើនឡើងក្នុងភាវនាក្នុងពោធិបក្ខយធម៌ណាមិនមែនជាវិជ្ជាចំណេះទូទៅទេគឺជាតួបញ្ញាដែលចម្រើនឡើងនៅក្នុងពោធិបក្ខយធម៌ទោះជាវិមង្សាដែលជាផ្នែកខាងបញ្ញាពិចារណាហេតុផលក្តីឬក៏បញ្ញន្ទ្រីភាពជាធំក្នុងការកម្ចាត់អវិជ្ជាក្តីបញ្ញាពលៈមានកម្លាំងខ្លាំងមិនញាប់ញួរនឹងអវិជ្ជាក្តីធម្មវិជ្ជាសម្ពោឆង្គៈគឺជាតួស្រាវជ្រាវរាវរកសេចក្តីពិតក្តីជាសមាទិដ្ឋិចាក់ឆ្លុះទៅក្នុងអរិយសច្ចធម៌ក្តីនឹងបញ្ញានឹងដែលចម្រើនឡើងនៅក្នុងពោធិបក្ខយធម៌ហ្នឹងគឺជាតួវិជ្ជាណាតាំងពីលោកយៈរហូតដល់លោកកតរៈណាលោកកតរៈហ្នឹងគឺជាអរិយមគ្គរហូតតាំងពីសោតាបត្តមគ្គសក្កតេគាមិមគ្គអនាគាមិមគ្គនិងអរហត្តមគ្គ
នឹងវិជាក្នុងព្រះសាសនានេះដែលត្រូវអប់រំចម្រើនគឺជាវិជាយកឈ្នះខ្លួនឯងគឺវិជាដែលកម្ចាត់នៅលោភៈទុសៈមោហៈមិនមែនជាវិជាសម្រាប់ស្នងកិលេសស្នងតណ្ហាស្នងសេចក្តីត្រូវការជាត្រើងឬជាចណ្ដើដែលសម្រាប់ឲ្យកិលេសតណ្ហាចម្រើនឡើងទៅនោះទេណាគឺជាវិជាដែលបដិបៈដែលប្រឆាំងច្បាំងជាមួយនឹងកិលេសដូច្នេះទៅជាវិជាដែលត្រូវបានមកអំពីការសិក្សាព្រះពុទ្ធវចនៈសិក្សានៅព្រះធម៌ដែលព្រះអង្គទ្រង់ត្រាស់សម្ដែងមកទៅយើងអាចបានចម្រើននៅវិជាហ្នឹងសាស្ត្រាដតីគ្រូដតីដែលមិនមែនជាព្រះសម្មាសម្ពុទ្ធមិនអាចបង្ហាត់បង្រៀនវិជាដែលជាតួបញ្ញាឲ្យមានការចម្រើនឡើងហើយលះនៅកិលេសរបស់ខ្លួនទេក៏តែព្រះសម្មាសម្ពុទ្ធត្រាស់ដឹងឡើងឬក៏អ្នកណាដែលយកឱវាទរបស់ព្រះអង្គព្រះធម៌របស់ព្រះអង្គនឹងយកមកសម្ដែងអញ្ចឹងទៅគឺនៅតែជាធម៌របស់ព្រះអង្គបរិសុទ្ធធ្វើឲ្យអ្នកស្ដាប់អ្នកសិក្សាយល់ចូលចិត្តពីការពិតមិនមែនជាការដែលប្រឌិតមិនមែនជាការយល់ខុសមិនមែនជាការស្មានមិនមែនជាការបហៈបហែមិនមែនជាការត្រេះរិះលើកយកមកបង្ហាត់បង្រៀនដល់សិស្សនោះទេគឺព្រះអង្គទ្រង់ត្រាស់ដឹងនៅអ្វីដែលជាសេចក្តីពិតហើយលើកយកមកសម្ដែងដូច្នេះអ្នកដែលដឹងការពិតនោះអាចដើម្បីនឹងរំលត់កិលេសបាននិយាយដោយបរមត្ថគឺបញ្ញាដែលចម្រើនឡើងដឹងនៅការពិតនោះឯងតែសន្មតថាអ្នកដឹងនៅការពិតគឺព្រោះបញ្ញានោះវាចម្រើនឡើងតាមរយៈនៃការស្ដាប់តាមរយៈនៃការរៀនសិក្សាទៅហើយពិសោធន៍សង្កេតពិនិត្យទៅលើធัวពិតដែលព្រះអង្គសម្ដែងដូចជាខណ្ឌដូចអាយតនៈដូចធាតុអីនេះវាមានពិតក្នុងជីវិតរាល់ថ្ងៃព្រះអង្គសម្ដែងគឺបង្ហាត់បង្រៀនឲ្យយើងធ្វើទុកក្នុងចិត្តទៅលើធัวទាំងអស់ហ្នឹងហ្នឹងវាអាស្រ័យបច្ច័យកើតឡើងយ៉ាងណាវាអត់មានខ្លួនឯងនោះយ៉ាងម៉េចវាផ្លាស់ប្ដូរវាប្រែប្រួលទៅហ្នឹងគឺទូសភាវៈដែលអាស្រ័យបច្ច័យកើតឡើងហ្នឹងវាផ្លាស់ប្ដូរវាប្រែប្រួលមិនមែនដូចយើងគិតថាយើងនឹងផ្លាស់ប្ដូរយើងនឹងប្រែប្រួលវានៅក្នុងសេចក្តីសម្គាល់ថាមានយើងហើយបានគិតទៅនៅក្នុងរឿងអ្វីទៀតវាមិនអាចដើម្បីនឹងឃើញសេចក្តីពិតបានទេព្រោះធัวដែលផ្លាស់ប្ដូរធัวដែលប្រែប្រួលធัวដែលមិនទៀងធัวដែលទ្រាំនៅមិនបានធัวដែលមិនមានខ្លួនហ្នឹងគឺធัวដែលកើតអំពីបច្ច័យជាសង្ខារធัวសត្វធ្វើទុកក្នុងចិត្តទៅលើធัวទាំងអស់នឹងឯងដូចភ្លេចបន្ទោព្រាបទៅណាមិនមែនយើងទៅកំណត់ដឹងពិចារណាភ្លេចបន្ទោឯនោះទេអានេះគ្រាន់តែព្រាបថាសង្ខារធัวដែលនៅនឹងខ្លួនយើងនេះរូបធัวនិងនាមធัวនេះមុននឹងកើតវាអត់មានតាំងនៅក្នុងទីណាកើតរួចទៅវាប្រែប្រួលវារលត់វាបែកធ្លាយទៅអត់មានទៅស្ថិតនៅក្នុងទីណាវាអត់មានផ្លូវមកវាអត់មានផ្លូវទៅក្នុងការកើតឡើងហើយនឹងរលត់ទៅនោះដោយការឃើញដោយការឮដោយការនឹកគិតដោយការស្រឡាញ់ការស្អប់ការសោយអារម្មណ៍ជាសុខជាទុក្ខការចាំការស្គាល់ការចេះការយល់អីទាំងអស់ហ្នឹងវាដូចភ្លេចបន្ទោវាអត់មានផ្លូវមកទេហើយក៏វាអត់មានផ្លូវទៅដែរវាអាស្រ័យបច្ច័យកើតឡើងហើយវាបាត់ទៅបានថាដូចភ្លេចបន្ទោឯដល់អាកាសដែលវាអត់មានផ្លូវមកវាអត់មានផ្លូវទៅគឺយោនិសោមនសិកានឹងពិនិត្យទៅលើសភាវៈធម៌ទាំងអស់នឹងក្នុងជីវិតទោះជារូបធម៌ក៏ដោយទោះជានាមធម៌ក៏ដែរតែក្នុងការមិនទៀងគឺសភាវៈធម៌នឹងដែលមិនទៀងវាមិនមែនយើងមិនទៀងទេដែលទ្រាំនៅមិនបានគឺសភាវៈនឹងដែលទ្រាំនៅមិនបានដែលផ្លាស់ប្ដូរប្រែប្រួលនឹងជាអនត្តាអីហ្នឹងក៏ទៅលើសភាវៈធម៌នឹងឯងដែលវាអត់មានខ្លួនរបស់វាព្រោះវាគ្រាន់តែជាផលរបស់បច្ច័យវាអត់តាំងនៅវាអត់ស្ថិតនៅស្អីដោយទំនើងខ្លួនឯងទេណាអត់មានអំណាចដោយខ្លួនឯងវាមិនមែនបានន័យថាមានយើងហើយតែអត់មានអំណាចទៅបង្កប់បញ្ជាមិនមែនទេអត់មានអំណាចដោយខ្លួនឯងគឺសភាវៈដែលអាស្រ័យបច្ច័យកើតឡើងនឹងឯងវាអត់មានអំណាចខ្លួនឯងព្រោះវាគ្រាន់តែជាផលនៃបច្ច័យវាស្ថិតនៅក្នុងនិយមធម៌គឺជាទំនៀមនៃធម៌នោះឯងដែលវាអត់មានខ្លួនឯងវាត្រូវតែបែកធ្លាយទៅ
បច្ច័យតតែងឲ្យកើតឡើងក៏ពិតមែនតែសង្ខារធម៌ហ្នឹងវាមានច្បាប់កំណត់របស់វាដែលវាអត់មានខ្លួនឯងស្ថិតនៅវាត្រូវតែរលាយវាត្រូវតែបែកធ្លាយគ្រប់សង្ខារធម៌ទៅមិនគួរប្រកម្មមមមួនយ៉ាងនេះយ៉ាងនោះនៅក្នុងសង្ខារធម៌ហ្នឹងដែលថាមិនគួរប្រកម្មជារបស់មមមួនហ្នឹងវាមិនមែនមានយើងហើយអ្នកមិនប្រកម្មទេតែកាលណាមានយើងហើយវាយើងហើយវាមិនអាចរំលត់នៅទិដ្ឋិបានទេដែលមិនគួរប្រកម្មថាជារបស់មមមួនហ្នឹងគឺបានន័យថារូបធម៌និងនាមធម៌នឹងឯងមិនអាចវង្វេងប្រកម្មខ្លួនឯងថាជាខ្លួនឯងថាថិតថេរថាមមមួនបានទេវាត្រូវតែមិនមានសេចក្តីប្រកម្មនៅក្នុងនាមរូបដែលកើតឡើងហ្នឹងពីព្រោះអីពីព្រោះបញ្ញាវាមកជំនួសអវិជ្ជាហ្នឹងបញ្ញាវាជំនួសសេចក្តីប្រកម្មហ្នឹងទៅបញ្ញាវាចម្រើនឡើងអាសេចក្តីប្រកម្មនៅក្នុងនាមរូបហ្នឹងវាអត់មានវាមានតែការដឹងច្បាស់ជាក់ច្បាស់នៅក្នុងនាមរូបខ្លួនឯងហ្នឹងការធ្វើទុកក្នុងចិត្តទៅលើនាមរូបដោយយោនិសោមនសិកាជាការចម្រើនសតិប្បដ្ឋានជាការចម្រើនបញ្ញាគឺត្រូវតែមានរូបធម៌និងនាមធម៌នឹងប្រកបឡើងជាបតតឋានប្រកបឡើងជាទីតាំងដោយអត់មាននៅក្នុងសេចក្តីសម្គាល់ថាមានខ្លួនយើងហើយយើងគិតខ្លួនយើងយ៉ាងម៉េចគឺវាមិនអាចដើម្បីនឹងចូលទៅក្នុងយោនិសោមនសិកាវាមិនអាចចូលទៅក្នុងសតិប្បដ្ឋានវិបស្សនាបានទេពីព្រោះអានឹងវាមានទីតាំងរបស់វាគឺសកាយតិដ្ឋិរួចទៅហើយម្ល៉េះវាមានតែការចម្រើនទៅដោយសេចក្តីត្រូវការដោយប្រាថ្នាសំបីតែថាចង់ឃើញធัวក៏ដើម្បីតែខ្លួនឯងបានឃើញធัวចង់យ៉ាងនេះចង់យ៉ាងនោះគឺវានៅក្នុងហេតុមួយដែលនាំឲ្យអន្ទះសាក្តៅក្រហាយប្រាថ្នាត្រូវការនៅក្នុងស្ថាប័នវិបស្សនាដែលជាការចម្រើនឡើងគឺមានរូបធម៌និងនាមធម៌នឹងជាទីកំណត់ដែលសម្រាប់ជាទីតាំងក្នុងការកំណត់ដឹងនឹងនៅក្នុងព្រះធម៌ដែលព្រះអង្គសម្ដែងថាមិនទៀងជាទុក្ខជារោគជាបោកជាសជាអាពាធជារបស់លំបាកជាឫសគល់នៃសេចក្តីលំបាកជារបស់ចង្រៃអ្វីដែលព្រះអង្គសម្ដែងមកសពគ្រប់ទាំងអស់ហ្នឹងគឺសភាពនៃរូបធម៌និងនាមធម៌នឹងឯងដែលប្រកបឡើងនៅលក្ខណៈយ៉ាងនោះដោយអត់មានជាប់ទៅដោយសេចក្តីសម្គាល់ថាមានខ្លួនយើងដែលជាអ្នកត្រូវកំណត់ត្រូវពិចារណានោះទេសភាពនៃរូបធម៌និងនាមធម៌ហ្នឹងតែម្ដងណាដូចជាពាក្យថាបរតោរបស់ដតីសញ្ញតោរបស់សូន្យគឺវាអត់មានខ្លួនយើងផ្សេងពីនាមរូបហ្នឹងទៅពិចារណានាមរូបហ្នឹងជារបស់ដតីជារបស់សូន្យទេហ្នឹងគឺរូបធម៌និងនាមធម៌ហ្នឹងតែប៉ុណ្្នឹងឯងដែលវាដតីវាសូន្យគឺសូន្យចាកខ្លួននិងចាកវត្ថុជារបស់ខ្លួនសភាពនៃនាមរូបហ្នឹងវាអាស្រ័យបច្ច័យកើតឡើងវាសូន្យចាកខ្លួនគឺបានន័យថាវាអត់មានខ្លួនឯងគឺវាអត់ស្ថិតនៅ